បញ្ហា stroke គឺជាកង្វល់របស់យើងទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីវិធីដើម្បីការពារជំងឺ stroke សំខាន់គឺជួយឲ្យរាងកាយបងប្អូនមានកម្ដៅជួយឲ្យប្រព័ន្ធប្រសាទឈាមបងប្អូនដើរបានល្អហើយគឺយើងដាក់ជើងផ្គុំចូលគ្នាមកហើយយើងយកដៃសង្កត់ជង្គង់ហើយយើងព្យាយាមធ្វើចលនានេះបងប្អូនអាចធ្វើរយៈពេល1នាទីពីព្រោះចលនានេះគឺជួយទៅបញ្ហាសន្លាក់របស់យើងជាពិសេសផ្នែកតាគៀកហ្នឹងគឺជួយឲ្យមានចលនាល្អហើយសំខាន់មួយទៀតហ្នឹងគឺជួយដាស់ប្រព័ន្ធប្រសាទឈាមក្នុងខ្លួនរបស់យើងឲ្យធ្វើការរំញោចពេញម្ដងខ្លួនរបស់យើងតែម្ដងជាពិសេសហ្នឹងគឺជួយសម្រួលដល់ប្រព័ន្ធការគិតបងប្អូនឲ្យបន្ថយភាពតានតឹងហើយបន្ថយភាព stress ទៀតវិធីទី2គឺបងប្អូនដាក់ជើងទៅមុខទាំងពីរដាក់ជើងទៅមុខទាំងពីរហើយយកដៃទប់ផ្នែកជង្គង់ហើយបងប្អូនព្យាយាមដងខ្លួនឲ្យត្រង់ហើយយើងព្យាយាមឲ្យមុខតិចតិចចាចាំបងប្អូនគឺយើងអត់កោងបែបនេះទេគឺយើងដងខ្លួនត្រង់ហើយយើងធ្វើបែបនេះគឺធ្វើបែបនេះគឺជួយឲ្យរាងកាយរបស់យើងហ្នឹងគឺបញ្ជូនកម្ដៅទៅសពរាងកាយមិនថាផ្នែកជើងនិងផ្នែកក្បាលទេគឺជួយឲ្យកម្ដៅរបស់យើងគឺរត់សពពីចុងជើងរហូតដល់ក្បាលរបស់យើងតាមអ្នកចាស់ៗដែលគាត់មានជំងឺ stroke ហើយឬក៏គាត់អ្នកដែលជាមិនមែនជាជំងឺ stroke ទេប៉ុន្តែគាត់មានអាការៈអាសាពឹកជើងអាសាចុកដៃចុកជើងឬក៏សរសៃឈាមរបស់គាត់ដើរអត់សូវស្រួលបងប្អូនអាចរើសជ្រើសរើសកាទេស្អំនេះគឺពិតជាអាចជួយគាត់មែនទែនព្រោះកាទេស្អំហ្នឹងគឺមានអតិថិជនជាច្រើនដែលគាត់គ្រប់គ្រងហើយស្រួលសំខាន់ជួយសម្រួលចលនាឈាមរបស់គាត់ឲ្យដើរបានល្អអរគុណ